អនុញ្ញាតគោរពជំរាបសួរវត្តមានពុកម៉ែបងប្អូនប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់សប្តាហ៍ថ្មីជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រកម្មវិធីរបស់យើងក៏សូមលើកយកនៅប្រធានបទថ្មីមួយទៀតបង្ហាញជូននិងបកស្រាយចាឥឡូវនេះក៏ជាឱកាសនេះអរគុណទៅដល់ចាលោកលោកស្រីកន្លងមកដែលបានចាសម្រេចចិត្តអនុញ្ញាតឲ្យខ្លួនឯងចារៀននៅវិជ្ជាថ្មីមួយទៀតគឺវិជ្ជានៅហេងមុខចាការអានមុខរបស់យើងការមើលទឹកមុខរបស់យើងក៏ប៉ុន្តែថ្ងៃនេះយើងចង់ឲ្យបងប្អូនបន្តការស្វែងយល់និងសិក្សាជាមួយយើងតាមរយៈប្រធានបទមួយទៀតនោះគឺថាតើវិជ្ជាហុងស៊ុយនិងវិជ្ជានៅហេងនេះមានទំនាក់ទំនងជាមួយគ្នាយ៉ាងដូចម្ដេចខ្លះដែរចាអញ្ចឹងមានការបកស្រាយពីលោកគ្រូអ្នកគ្រូទាំងពីររូបចាស្វាគមន៍ជំរាបសួរជំរាបសួរអ្នកគ្រូវិណានិងលោកគ្រូភិរមដែលចូលខ្លួនបកស្រាយនៅប្រធានបទដ៏សំខាន់នៅក្នុងសប្តាហ៍នេះតែម្ដងសិតតអ្នកមាននៅហេងល្អណាមកគ្រូភិរមបាទចាទើបតែបញ្ចប់ការសិក្សាថ្មីនេះដែរចាអញ្ចឹងចង់ឲ្យលោកគ្រូជួយឲ្យបងប្អូនស្វែងយល់ឲ្យបានកាន់តែច្បាស់ពីប្រធានបទយើងថ្ងៃនេះបាទចាអញ្ចឹងដូចតែបងធ្លាប់បានចូលរួមកម្មវិធីសិក្សាហើយវគ្គមូលដ្ឋានគ្រឹះងើហេងចាងើហេងយើងនិយាយអំពីទម្រង់មុខដោយឡែកប៉ាជឿបើសិនជាយើងបកប្រែឲ្យចំទៅតាមភាសាចិនគឺតួអក្សរទាំង8ដែលគណនាចេញពីឆ្នាំខែថ្ងៃនិងម៉ោងកើតពិតប្រាកដរបស់យើងអញ្ចឹងថ្ងៃខែឆ្នាំកំណើតរបស់យើងនេះគឺកំណត់ថាតើយើងគឺជាមនុស្សដែលមានសក្តានុពលបែបណាយើងគឺជាមនុស្សដែលនឹងមានឱកាសការងារនៅពេលណាដែលល្អមួយអញ្ចឹងយើងដឹងពី inside រឿងយើងដឹងពីខាងក្នុងរបស់យើងចាអញ្ចឹងយើងគណនាដើម្បីរកភាពសមតុល្យនៅក្នុងតួរាសីអញ្ចឹងយើងមានធាតុទាំង5គឺធាតុឈើធាតុភ្លើងធាតុដីធាតុមាសនិងធាតុទឹកដោយដែលបងធ្លាប់បានតាមដានប្រធានបទកាលពីមុនមកអញ្ចឹងចាអញ្ចឹងឲ្យស៊ីជម្រៅថាតើថ្ងៃខែរបស់យើងនេះយើងជាមនុស្សដែលមានតួខ្លួនឬមួយក៏ day master ឬមួយក៏តួ DT របស់យើងនេះគឺជាតួខ្លួនប្រភេទបែបណាជាធាតុបែបណាអញ្ចឹងយើងយកតួខ្លួននេះគឺជាតួតាំងមួយដើម្បីគណនាមើលថាតើយើងមានធាតុណាលើសឬមួយក៏មានធាតុណាខ្វះយើងគណនាស៊ីជម្រៅដឹងថាយើងគួរកែបែបណាបើសិនជាយើងលើសធាតុអីយើងគួរកាត់បន្ថយបែបណាបើសិនជាយើងខ្វះធាតុអីយើងគួរតែបន្ថែមបែបណាអញ្ចឹងការប្រើប្រាស់ធាតុត្រូវការនេះដូចជាការប្រើប្រាស់ពណ៌ការប្រើប្រាស់ទិសការប្រើប្រាស់ដូចជាអាជីវកម្មតែត្រូវជាមួយនឹងធាតុត្រូវការរបស់យើងនេះគឺពិតជាសំខាន់យើងអាចដឹងថាតើយើងគួរប្រកបអាជីវកម្មខ្លួនឯងធ្វើការជាមន្ត្រីរាជការឬមួយក៏ធ្វើជាបុគ្គលិកក្រុមហ៊ុនយើងអាចដឹងដោយការដែលយើងមើលនៅប៉ាជឿចាដែលជាតារាងរិស័យរបស់អតិថិជនចាយើងមិនអាចផ្លាស់ប្ដូរថ្ងៃខែឆ្នាំកំណើតរបស់យើងបានទេបាទអញ្ចឹងបើសិនជាយើងក៏លេចទៅមើលនៅហេងមុខវិញនៅហេងមុខសូមលោកគ្រូជួយបន្ថែមចាអរគុណណាស់ថ្ងៃនេះយើងនឹងធ្វើការវែកញែកដើម្បីបងប្អូនទស្សនិកជនទាំងអស់ទទួលបានព័ត៌មានឲ្យបានច្រើនទទួលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយចំពោះការវិភាគដំណើរជីវិតនៅពេលបច្ចុប្បន្នយើងយកជាគោលយើងប្រើពីរវិជ្ជាផ្សេងគ្នាទីមួយយើងប្រើលើវិជ្ជាប៉ាជឿដែលធ្វើការវិភាគអំពីដំណើរជីវិតមួយទៀតគឺយើងប្រើវិជ្ជាងើហេងនៅក្នុងការវិភាគអំពីដំណើរជីវិតដូចគ្នាដោយគ្រាន់តែមានការញែកគ្នាអញ្ចេះទេញែកគ្នាត្រង់ថាបើសិនជាបុគ្គលទាំងឡាយណាដែលមានថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតគឺគេយកទៅប្រើនៅក្នុងវិជ្ជាប៉ាជឿដើម្បីធ្វើការលម្អិតឲ្យដឹងថាតួអក្សររបស់ខ្លួនឯងនៅក្នុងថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតនោះមានធាតុអីខ្លះដើម្បីយើងយកមកប្រើមានតួអង្គណាខ្លះដែលចូលមកអមដំណើរនៅក្នុងជីវិតយើងរស់នៅយើងត្រូវប្រើប្រាស់របៀបបែបណាដើម្បីឲ្យយើងធ្វើការរកស៊ីធ្វើការងារឬក៏យើងរកឱកាសឬក៏យើងរកមិត្តភ័ក្តិដៃគូប្រកបអាជីវកម្មផ្សេងគឺទៅតាមធាតុត្រូវការនោះចំណែកឯមុខវិជ្ជាងើហេងវិញវិជ្ជាងើហេងក៏ជាវិជ្ជាមួយដែលធ្វើការវិភាគអំពីដំណើរជីវិតរបស់បុគ្គលនោះដែរគ្រាន់តែថាវិជ្ជាងើហេងវិភាគដំណើរជីវិតមិនយោងទាំងស្រុងទៅលើថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតទេគឺយោងទៅលើតួមុខរបស់បុគ្គលម្នាក់តែម្ដងហើយបុគ្គលម្នាក់មុខអត់ដូចគ្នាទេទោះបីថាអូយើងអង្គុយគ្នា100នាក់កុំថា100នាក់1000នាក់ក៏មិនទាន់មានដូចគ្នាមួយផងខ្លួនក៏នៅខុសគ្នានៅតែមានចំណុចខុសគ្នា
អញ្ចឹងចំណុចខុសគ្នាបែបណានៅលើទម្រង់នីមួយនៅលើទម្រង់គាត់ដែលយើងអាចកំណត់បានសួរថាយើងវិភាគងៅហេងយើងអាចដឹងថាបុគ្គលម្នាក់នោះគួរប្រើប្រាស់ធាតុអីដែរឬទេដឹងនៅក្នុងការវិភាគងៅហេងបើទោះបីគាត់បាត់ថ្ងៃខែឆ្នាំកំណើតក៏ដោយគ្រាន់តែថាបើសិនជាយើងវិភាគក្បួនប៉ាជឺយើងអាចធ្វើការគណនាដោយលឿនថាកំណត់ថាបុគ្គលម្នាក់នេះធាតុត្រូវការធាតុអីប្រើធាតុនឹងទៅបានណាមើលឃើញថាបានភ្លាមចំពោះមុខវិជ្ជាងៅហេងក៏យើងអាចមើលឃើញភ្លាមដែរពីព្រោះមុខនៅនឹងមុខហើយរឿងអីយើងមើលមិនដឹងយើងមើលមិនឃើញបាទមើលឃើញតែម្ដងបាទអញ្ចឹងហើយការកំណត់រោគធាតុត្រូវការរបស់បុគ្គលម្នាក់ក៏អាចកំណត់បានតាមរយៈទម្រង់មុខដោយមិនចាំបាច់ដឹងថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតអូអញ្ចឹងមានន័យថាការមើលងើហេងមុខគឺយើងអាចដឹងធាតុត្រូវការរបស់គាត់ទៀតបាទអាចដឹងទី1កាលណាយើងដឹងធាតុត្រូវការរបស់បុគ្គលម្នាក់តាមរយៈការវិភាគងើហេងហើយក៏យើងដឹងថាបុគ្គលម្នាក់នោះទិសល្អរបស់គាត់នៅទិសណាសម្រាប់គាត់ទិញផ្ទះល្អបែរមុខទៅទិសណាបើមុខរបររស់ស៊ីគួរបែរទៅទិសណាក្បាលដំណេកគួរទៅទិសណាដឹងដូចគ្នាតាគ្រាន់តែថារបៀបនៅក្នុងការប្រើវិជាផ្សេងគ្នាឬក៏វិធីសាស្ត្រផ្សេងគ្នាប៉ុន្តែទៅដល់គោលដៅតែមួយបាទទៅដល់គោលដៅតែមួយនៅក្នុងការដែលរៀននេះណាបើយើងរៀនឲ្យបានដិតដល់មែនទែនមុខវិជ្ជាពីរហ្នឹងវាស្របទិសគ្នាទៅរកគោលដៅតែមួយនោះអញ្ចឹងមានលក្ខណៈសំខាន់ណាស់ឲ្យតែយើងសិក្សាដិតដល់ទៅយើងអាចរកធាតុត្រូវការឃើញយើងអាចរកទិសក្បាលដំណេកឃើញពេលដែលដឹងទាំងពីរនោះហើយក៏យើងដឹងប្រភេទមុខរបរដែលគាត់រកស៊ីបានដែរពិតប្រាកដណាស់បាទអញ្ចឹងនៅវគ្គបន្តយើងនឹងជជែកលើចំណុចនេះបន្ថែមឲ្យកាន់តែលម្អិតថែមទៀតស្ដាប់ទៅដូចថារំភើបដល់ហើយ so exciting អង់គ្លេសថាចឹងណាបាទចង់ដឹងមែនតើបាទជឿជាក់ថាពុកម៉ែបងប្អូនដែលកំពុងតែទស្សនាជាមួយនឹងកម្មវិធីរបស់យើងកាន់តែចង់ដឹងថែមទៀតជាមួយនឹងប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះអញ្ចឹងបងប្អូនរបស់យើងទាំងអស់គ្នាបើសិនជាមាននៅចម្ងល់អាចធ្វើការទម្លាក់នៅ comment របស់បងប្អូនដែលយើងនឹងមានក្រុមការងារក៏ដូចជាលោកគ្រូអ្នកគ្រូដែលមានជំនាញផ្នែកហុងស៊ុយនឹងរងចាំឆ្លើយនៅសំណួររបស់បងប្អូនរបស់យើងទាំងអស់គ្នាអរគុណច្រើននៅពេលនេះពីកម្មវិធីអនុញ្ញាតសម្រាប់បន្តិចសិនស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រឃើញថាបងប្អូនរបស់យើងដែលកំពុងតែទស្សនាជាមួយនឹងការផ្សាយនៃកម្មវិធីរបស់យើងមាននៅចម្ងល់ក៏ដូចជាសំណួរច្រើនគួរសមក្នុងការដែលទស្សនាជាមួយនឹងកម្មវិធីរបស់យើងអញ្ចឹងបងប្អូននៅតែបន្តជាមួយនឹងការទម្លាក់នៅសំណួររបស់បងប្អូនព្រោះថាយើងមានក្រុមការងាររងចាំឆ្លើយនៅសំណួររបស់បងប្អូនបាទរហូតដល់ចប់កម្មវិធីរបស់យើងបាទអរគុណតាក់ទងជាមួយនឹងប្រធានបទរបស់យើងក៏យើងនៅមានជាការបកស្រាយជាច្រើនទៀតបាទគ្រូភិរមជំនាញខាងវិជាងើហេងនេះហើយដោយសារវាជាវិជាទៅតែថ្មីដែរអញ្ចឹងចង់ឲ្យលោកគ្រូមានប្រសាសន៍ជំរាបឲ្យបានច្រើនហើយមិនស្ដាប់មើលទៅសូម្បីតែយើងប្រើប្រាស់វិជានេះយើងថា face reading គាត់នៅមើលមុខយើងអាចដឹងតាំងពីធាតុត្រូវការរបស់មនុស្សចាទិសឆុងរបស់គាត់ឬក៏ដឹងនិយាយរួមដឹងពីជោគជតារាសីរបស់គាត់ហ្មងអញ្ចឹងវាពិតជាវាជាវិជាមួយដូចវិជាអស្ចារ្យខ្លាំងមែនតើតែពិតវិជាងើហេងគឺមានតាំងពីយូរលង់មកហើយបាទគ្រាន់ថាថ្មីនេះយើងទៅតែបើកវគ្គសិក្សាបាទសម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍ក្នុងការដែលចង់រៀននៅវិជ្ជាមូលដ្ឋានគ្រឹះការមើលនៅងើហេងមុខនេះបាទឥឡូវចង់ឲ្យលោកគ្រូភិរមបាទបន្តតាក់ទងជាមួយនឹងអ្វីដែលជាបាទការដែលយើងអាចមើលនៅងើហេងមុខបាទបើគិតទៅវិជាទាំងពីរនេះសុទ្ធតែជាវិជាដែលផ្ដល់អត្ថប្រយោជន៍ឲ្យបុគ្គលម្នាក់ដែលយកមកធ្វើការវិភាគបើត្រឹមតែជាការអានធម្មតាឧទាហរណ៍អានងើហេងមុខត្រឹមតែជាការអាននោះគឺជារឿងធម្មតាប៉ុន្តែចូលលក្ខណៈស៊ីជម្រៅត្រូវតែវិភាគហ្នឹងដើម្បីអីដើម្បីរកដំណោះស្រាយមិនតែមួយច្រកមួយជ្រុងទេនៅក្នុងការដោះស្រាយអីណាមួយទាំងដោះស្រាយហុងស៊ុយក្តីទាំងដោះស្រាយនៅលើថ្ងៃខែឆ្នាំកំណើតដែលគាត់ជួបបញ្ហាជួបវិបត្តិក្តីមានវិធីក្នុងការដោះស្រាយច្រើនមិនមែនតែមួយច្រកងើហេងក៏ដូចគ្នាងើហេងនៅក្នុងការវិភាគនេះណាមិនមែនសំដៅថារាល់ការវិភាគងើហេងដាច់ខាតត្រូវតែវះកាត់កែសម្ផស្សនោះទេបាទមិនចាំបាច់ដល់តែអញ្ចឹងទាំងអស់ទេមានលក្ខខណ្ឌលើកលែងតែជំរឹះចុងក្រោយលើកលែងតែហានិភ័យនោះខ្ពស់ពេកហើយបានដល់កម្រិតមួយដែលអាចថាឈានដល់ដំណាក់កាលដូរទម្រង់ណាមួយបាទនៅលើទម្រង់មុខអញ្ចឹងដើម្បីសំទោចុះបើមិនដល់កម្រិតដល់ថ្នាក់វះកាត់នោះគឺគ្រាន់តែធ្វើអីវិញមានរបៀបនៅក្នុងការកែច្រើនតាមទម្រង់នីមួយឧទាហរណ៍
អ្នកនាងសាណាតម្រង់មុខអញ្ចឹងខ្ញុំជំរាបជូនមួយរបៀបនៅក្នុងការដោះស្រាយប៉ុន្តែមិនមែនមានន័យថាបុគ្គលទី2ទី3ទី4យករបៀបនោះទៅដោះស្រាយដូចគ្នាអញ្ចឹងទេ បាទ ហាក់បីមិនខុសគ្នាពីប៉ាជឿអញ្ចឹងដែរឧទាហរណ៍ថាបុគ្គលនោះផ្ទះជាប់គ្នាថ្ងៃខែកំណើតខុសគ្នាអញ្ចឹងថ្ងៃខែកំណើតធាតុត្រូវការគេផ្សេងគេរៀបចំរបៀបអញ្ចឹងអ្វីត្បិតតែជួលផ្ទះតែមួយបែរមុខទៅទិសតែមួយតិចមករៀបចំឲ្យដូចគ្នាធ្វើម៉េចនឹងដូចគ្នាព្រោះលេខកូដមនុស្សខុសគ្នា អ្នកដែលត្រូវការខុសគ្នា បាទខុសគ្នាអញ្ចឹងហើយបានថាលក្ខណៈពិសេសទៅតាមកូដនីមួយអញ្ចឹងដើម្បីធ្វើឲ្យការវិភាគនេះកាន់តែមានលក្ខណៈលម្អិតស៊ីជម្រៅយើងងាកមកខាងប៉ាជឿវិញអ្នកគ្រូវីណាគាត់នឹងធ្វើការបញ្ជាក់ជូនហើយខ្ញុំនឹងធ្វើការប្រៀបធៀបដើម្បីឲ្យវាស្របទិសគ្នាបែបណាអញ្ចឹងអ្នកគ្រូបាទ ចាអញ្ចឹងតើប៉ាជឿអាចជួយអ្វីបានខ្លះប៉ាជឿអាចកំណត់អំពីសក្តានុពលរបស់បុគ្គលម្នាក់នោះថាតើដំណើរជីវិតគាត់ទៅថ្ងៃអនាគតគាត់នឹងជួបរឿងអ្វីឧទាហរណ៍ថាដល់ពេលវេលានោះដល់វ័យចរនោះមួយគាត់នឹងត្រូវទទួលបានប្រាក់ចំណូលហូរហៀច្រើនតែក្រឡេកទៅមើលវ័យចររបស់គាត់ទទួលបានលុយទទួលបានលៀបជាធាតុលៀបចូលមកដល់វ័យចរនោះចូលមកទៅជាយើងមើលអំពីងើហេងមុខផ្ដោតទៅលើចំោះតាក់ទងជាមួយនឹងទ្រព្យសម្បត្តិតាក់ទងជាមួយនឹងសម្ព័ន្ធភាពអញ្ចឹងដល់ពេលវ័យចរល្អចូលមកចំោះគាត់បែរទៅជាមានជាំឬមួយក៏មានស្នាមានអីវិញធ្វើឲ្យវ័យចរដែលល្អចូលមកនោះគាត់ទទួលបានលៀបមែនប៉ុន្តែនឹងត្រូវចំណាយទៅវិញឬមួយក៏ទុកដាក់មិនសល់ បាទ អញ្ចឹងបើសិនជាយើងមើលផ្គប់គ្នារវាងប៉ាជឿនិងងើហេកឲ្យដើរទន្ទឹមគ្នាស្របគ្នានោះកាន់តែលម្អិត បាទ ចាអញ្ចឹងនៅក្នុងវិជាប៉ាជឿយើងអាចដឹងថាតើគាត់គួរប្រើប្រាស់ធាតុអីគួរប្រើប្រាស់ពណ៌អីគួរទិញផ្ទះបែរមុខទៅទិសធាតុណាអាជីវកម្មណាដែលល្អស័ក្តិសមជាមួយនឹងគាត់ជាអ្វីដែលយើងមិនអាចផ្លាស់ប្ដូរបានតាក់ទងជាមួយនឹងថ្ងៃខែឆ្នាំកំណើតរបស់គាត់ប៉ាជឿដូចគ្នាក៏យើងអាចមើលដឹងអំពីសារពាង្គកាយរបស់យើងដែរទៅតួឆ្នាំយើងមើលអំពីផ្នែកក្បាលតួខែយើងមើលអំពីផ្នែកដើមទ្រូងតួថ្ងៃយើងមើលអំពីអវយវៈភេទតួម៉ោងយើងមើលអំពីជើងអញ្ចឹងឧទាហរណ៍ថាឆ្នាំនេះឆ្នាំ2026អ្នកដែលកើតនៅក្នុងឆ្នាំជូតអញ្ចឹងឆ្នាំនេះគាត់ឆុងក្បាលអញ្ចឹងអាចនឹងមានអាការៈគិតច្រើនជ្រុះសក់ឬមួយក៏ធ្វើឲ្យគាត់នឹងក្តៅក្បាលគិតអីទៅងាយនឹងខុសឬមួយក៏គិតត្រូវអាស្រ័យទៅលើថាតើឆ្នាំនេះចូលមកជាធាតុដែលគាត់ត្រូវការឬក៏អត់ចា បាទ ដូចជាងើហេងក៏យើងមើលដឹងដែរថាតើមុនដែលយើងកើតនៅក្នុងអំឡុងពេលហ្នឹង3ថ្ងៃក្រោយមួយសប្តាហ៍ក្រោយគាត់នឹងមានរឿងអីកើតឡើងអញ្ចឹងប៉ាយើង ប៉ះពាល់ដែរ ប៉ះពាល់ប៉ាជឿកំណត់ឲ្យថាតើយើងនឹងជួបរឿងអីប៉ុន្តែងើហេងមុខគឺយើងនឹងបង្ហាញអំពីថានឹងមានរឿងហ្នឹងកើតឡើងនៅក្នុងអំឡុងពេលឆាប់ៗហ្នឹងយើងគួរតែត្រៀមខ្លួនទទួលរឿងហ្នឹងបែបណា បាទលោតបង្ហាញនៅលើមុខរបស់យើងតែម្ដ ចា ង អញ្ចឹងបើសិនជាក្នុងអំឡុងពេលនោះគាត់កំពុងតែសប្បាយចិត្តគាត់អញ្ជើញមកវិភាគងើហេងគាត់នឹងបានទៅវិញបានន័យថាពន្លឺឬមួយក៏អោរ៉ាមុខរបស់គាត់ហ្នឹងណាអញ្ចឹងល្អទៅតាមស្ថានភាពពេលនោះដូចគ្នាតែបើសិនជាគាត់ចូលមកវិភាគងើហេងទាំងដែលអារម្មណ៍គាត់កំពុងតែខឹងពីផ្ទះមកមុខគាត់ក្រហមឬមួយក៏ភ្នែកគាត់ឡើងក្រហមអញ្ចឹងធ្វើឲ្យការវិភាគងើហេងពេលនោះអាចនឹងមានការបាត់បែនទៅតាមនោះដូចគ្នាចាក្រុមនិស្ស័យយើងគឺអត់ផ្លាស់ប្ដូរទេប៉ុន្តែងើហេងមុខគឺបាត់បែនទៅតាមរយៈពេលណាមួយ ចា បាទ អូខេនៅក្នុងចំណុចនេះអ្នកគ្រូវីណាបញ្ជាក់ឲ្យថ្ងៃខែឆ្នាំកំណើតផ្លាស់ប្ដូរមិនបានទេ ទេ ប៉ុន្តែរឿងរ៉ាវអាចជះអាចប៉ះទង្គិចអាចបុកធ្វើឲ្យរាសីនោះត្រុតបាក់ឬក៏វាចបានតាមរយៈអីតាមរយៈប៉ះឥទ្ធិពលទិសឆុងតាមរយៈជ័យភូមិផ្ទះដែលគាត់រស់នៅគឺប៉ះហើយប៉ុន្តែមើលទៅរាសីល្អទេមិនក៏ប៉ះណែនេះយើងត្រូវប្រយ័ត្នកលេចមកមើលទិសឆុងប្រចាំខែប្រចាំឆ្នាំឡើងវិញជិះឲ្យបាននៅត្រង់ចំណុចហ្នឹង បាទ អញ្ចឹងពេលដែលទិសឆុងមកប៉ះបកគលណាម្នាក់នោះនៅលើងើហេងរបស់គាត់មានការប្រែប្រួលខុសប្រក្រតីហើយអញ្ចឹងយើងត្រូវមើលត្រង់កន្លែងចំណុចហ្នឹងនៅក្នុងការវិភាគងើហេងមុខណាបងប្អូនទាំងអស់គ្នាវិភាគងើហេងមុខមិនមែនវិភាគអំពីថាចង់ដឹងថាបកគលនឹងចិត្តមិនទស្សនវិជ្ជាមិនអីចិត្តសាស្ត្រមិនទេមិនមែនទេកុំយល់ច្រឡំអញ្ចឹងអ្វីត្បិតតែ slogan ពាក្យដែលនិយាយថាមើលងើហេងមើលមុខដឹងដល់ចិត្តឃើញដល់អនាគតក៏ពិតមែនប៉ុន្តែ
mình men này thà vì phiền ngờ hên khoản để đăng chất bồ cô mà nè nô tê mình men chẳng tê ca vì phiền ngờ hên này ná ai thưa ao bồ cô nó đăng thà tích tiết quạt chuột rương ấy ạ và tua bay quạt khmiên thay khai cho nam cầm nát đừng mong cả đòi tích tiết chuột rương ấy ạ bà rương nút thử đó đôi vị thi nè kích đôi vị thi nè miền vị thi nó không cả đào sài vìพวกมุกวิเชียงเฮนี่คือจะมุกวิเชียได้เลิศนั่นเลิศตำรงมุกยืงvìพวกท่ามุกยืงนี่นะคือเชี่ยเอกรังได้บังหันได้ตาบังหันตื่นในท่าบุคคลมันเนี่ยน้องอ่ะดำนาชีวิตควัดแบบน่ะอะไตแต่กาลปีอายุปนไหนกวัดจูบเรื่องไอ้เมียนนั่นเลิศมุกหายสลายใจซอต่างอ๋อนั่งเมียนนั่นเลิศมุกหายอ่ะตามทองแล้วไปละครูช่องการศึกษาเชิญจ้าครูก็เลยเมื่ออาจดังชีวิตบ่าวหนุ่มเนี่ยนั่งแมนบ้านดังจราฟันตายยังใหญ่เหมือนบ้านบ้าเลิกเลงตายยังทั่วการวิเพียดาวสำคัญแต่เลิกบุคคลมันเนี่ยนุอันนึงเติบยังใหญ่กันเป็นการอนุญาตปีมาจ้าบอกเกบ้านตรำตรายปีพวกยังอัดอาจดาในใหญ่หรือก็เคยให้ในใหญ่ให้ยาสาเทนะบ้านนี่ปีพวกนี่คือจีวิเชียมวยได้จีแก้วแต่วิเชียได้ยังเวกเงี้ยหรือก็ยังบ้านในกันลึกอาจกำปังดำใบใกล้เวสนาบุคคลนามันเนี่ยนุhay ca chơi mà chuột ní có chi ở bạn này sai muối đây chơi mà chuột quật ai từ tuổi ban làm nó sai na muối đâm bay ao chỉ vượt bạc quật lọ và sao chuyện buồn xua thà ta sầm mặt phía bậc cô mà nè group con sầm rập vừa ai nằm nào chỉ vượt ban được luôn đấy tê mình chỉ vượt đơn nam mà nè rồi luôn lọ chắc sờ bài hồ tê hay một buổi chiều ba chữ cái đầy hông xôi cái đầy ngơ hên cái đầy sắt tay chìa này muối để ai vừa ai bậc cô mà nè nó lang lơ còn lông plei này nằm nào chỉ vượt lọ và sao chiếng muốn lươn chiếng muốn hay sưu luôn chiếng muốn miền tây nè đại miềnอายุจับปีใส่เตอหาเตอเตบันดังท่าโอ้ไตตะการจูบเรื่องใดกวัดยลนึกมันดอวันใดเบิดดังพันตีชีวิตใบมันแฉเนี่ยดังพันตีชีวิตครูนไอเติมมุกไม่ตามระยะการวิเพียเรไซก็ได้เงยเฮงก็ได้เนี่ยก็โยมมาปราประหากวัดนึงจะนั่งเปลปัญหาได้วันใดตัวใบอย่างนาก็ได้ในขนมการวิเพียเงยเฮงนี่ยังดังอัมพีจำนวนวิจเมียนดังปีจำนวนอาวิจเมียนดังอัมพีอาไตตะการได้กวาดจูบดังอนาคตบ่มรงหนึ่งจูบให้รอวิธีดอสไรดอยวิธีนะให้วิธีเมียนจรานอัดตายมวยเจาะหน้ามวยยังเมียนวิธีจรานสำหรับบางปอนในกำปงแต่ตัวสนามกำทีเยอะมีบางปอนนะคลาสประมาณเนี่ยเนาะได้กำปงแต่จับอารมณ์จังเรียนวิธีเงยเฮงนี้คอมเมนต์โชว์บ้านหรือก็บางปอนจับอารมณ์จังใจมักสถาบันดำไปเอาโครงการเยอะจะอ่านเงยเฮงมุกบางปอนหรือก็บางปอนมีสนุกเอฟซีที่คอมเมนต์บ้านจานี่คือชีจะเป็นพิเศษเยอะกำปงแต่เราชูบางปอนต่างอักเรียนจังจะรวมสดับบรรทอในแวะบรรทอจานในปีนี้การเทียบไปยังทรงเปเปรียอนุญาตสำหรับบันทึกสันอันนี้สมาคมจิมันโตจะมีในการวิธีห้องซุยบายวิจิตรศาสตร์ได้ยืนในซอการบอสไรในจมงอจิตราเตียดได้ชื่อท่าบอมโอระบยืงกับปงแต่มีสำนูจิตราขนมกาส่วนมากันกรมการเงินระบยืงบรรทัดแต่ตอนจมูกในประเทศระบยืงก็จ้องเอาลูกครูนังเนครูทุกการบอสไรบรรทัดเทียนได้มาสมชื่นสำคัญวิธีก็บระเป็นมุกเป็นเงยเฮงนะลูกครูนักครูเฮ้ยเกียรติสู้ไอ้จนทางการไล่ฉันสัตเมียนจะน้อยละอให้ก็เมียนจะน้อยวิจเมียนได้ยืงอาจกายปีอาจจะน้อยวิจเมียนเมาละภาษาให้กายอาจจะน้อยละภาษาอ่อยกันแต่ละมาเตียบาทอมพอดบาเมียนวิธีมันอัดเต้บาทเมียนนำนอสไลเชียนเลยบาตานใจจ่าบองบอสันจะยังกระเลยตะเมอปาชื่อให้นางเงยเฮงปัจจุบันการทราบชอบคณีคลังเหมือนแต่ตัวใบเจียวิเชียแต่งปีนี้กาวิเพียรมือก่อกาปราปรากาแกนเนียนังข้อคณีก็ดอยจังบอสันเจียอุติหอทาไวจอหรือบอกกอดดอยไวจอมุ้ยกอดเมียนปัญหาชีวิตกูจังบอสันเจียดอลเปเวเลียนุ่กอดเมียนกาพลาปโดตุ่มรงจมอบอกกอดเมียนกาพลาปโดหรือมือก่อแวกกัดจมอบอกกอดแต่จมอนี่ดำนางเอาสปอนเพียบกูสวามัยจังเธอเอาเวียดดาวตามไวจอนั่งไงปนแต่บอสันเจียไวจอนั่งไงปรับทาไวจอได้เมียนจุ่มหลวงในขนมครัวซาหรือมวยก่อเมียนกาชลูกเนียระเวียงกูสวามัยแพทย์เยียจังบอสันเจียยังอัดตือกายปลายเงยเฮงมุกหรือมวยก่อพลาปโดตุ่มรงนั่งเตะจมอนั่งเตะวิอัดปะเตียงคลังไง
យើងប្រើកត្តាមនុស្សដើម្បីកុំឲ្យមានការឆ្លុះបកាយគ្នាប្តីប្រពន្ធដូចជាតមពាក្យតមសម្ដីគ្នាកុំសូវដើរចេញក្រៅកុំសូវរករឿងអញ្ចឹងទៅវាអាចកាត់បន្ថយបានខ្លះតែបើសិនជាពេលនោះរាសីគាត់ធ្លាក់ហើយគាត់ប្រទៀងការគិតខុសៗទៅផ្លាស់ប្ដូរទម្រង់ចំមុខខុសៗទៀតអញ្ចឹងធ្វើឲ្យដើរតាមវ័យចរហ្នឹងហើយពិតជាកើតឡើងរឿងហ្នឹងមែនចា បាទ ហើយវ័យចរនេះគឺសំខាន់គឺជាក្រងរាសីដែលយើងដឹងថានឹងជួបរឿងអីតើតួល្ខោនអ្នកណានឹងចូលមកបើសិនជាយើងចង់ផ្លាស់ប្ដូរប៉ាជឿគឺយើងផ្លាស់ប្ដូរអត់បានទេបើសិនជាយើងចង់ផ្លាស់ប្ដូរលុះត្រាតែយើងយកគូហាក់ឬមួយក៏ការរៀបហុងស៊ុយផ្ទះឬមួយក៏ការកែប្រែវាសនាអានឹងទៅយើងអាចកាត់បន្ថយបានខ្លះសួរថាមិនឲ្យកាត់ឡើងមិនកើតទេបងគ្រាន់តែវាកាត់បន្ថយពីគ្រោះធំមកគ្រោះតូចឲ្យនៅតិច ចាអញ្ចឹងជារៀងរាល់ព្រឹកសម្រាប់បងប្អូនដែលគាត់អត់មានថ្ងៃខែឆ្នាំកំណើតជារៀងរាល់ព្រឹកមុនយើងលុបមុខឆ្លុះកញ្ចក់មើលក្នុងខ្លួនឯងសិនថាអរ៉ាយើងថ្ងៃហ្នឹងមិនដែរស្អាតអត់ ទឹកមុខរបស់យើងមិនដែរ ចាមុននឹងយើងលុបមុខជារៀងរាល់ព្រឹកសាកតាមដានពី1ខែទៅ2ខែតែបើសិនជាបងប្អូនគាត់មានថ្ងៃខែឆ្នាំកំណើតគាត់ដឹងធាតុត្រូវការរបស់គាត់អាចទៅមើលប្រតិទិនបានថាថ្ងៃនេះជាថ្ងៃធាតុអីអញ្ចឹងថ្ងៃហ្នឹងគាត់គួរប្រយ័ត្នរឿងអី បើសិនជាគាត់ចេះមើលទៀតថាតើអរ៉ាមុខរបស់គាត់នឹងមានពន្លឺបែបណាទៀតបូកជាមួយនឹងគាត់ចេះវិភាគធាតុត្រូវការរបស់គាត់ដែលគាត់ធ្លាប់មកឆែករាសីអាហ្នឹងគឺកាន់តែពិសេសបើសិនជាថ្ងៃហ្នឹងមុខគាត់រៀងស្អាប់ថ្ងៃហ្នឹងរៀងប្រយ័ត្នពាក្យសម្ដីប្រយ័ត្នឯកសារប្រយ័ត្នការគិតចាតែបើសិនជាថ្ងៃហ្នឹងគាត់ហេងគាត់គួរតែសម្រុកធ្វើអ្វីដែលល្អៗនៅក្នុងថ្ងៃហ្នឹងបូកជាមួយនឹងប៉ាជឿគាត់ត្រូវធាតុត្រូវការនៅក្នុងថ្ងៃហ្នឹងទៀតកាន់តែល្អ បាទអ្នកគ្រូខ្ញុំមានសំណួរមួយចង់សួរតាក់ទងជាមួយនឹងការដែលបង្ហាញនៅលើនៅហេងមុខរបស់យើងណាករណីបើសិនជាគាត់លាបផលិតផលណាមួយឲ្យប្រតិកម្មលើមុខអាហ្នឹងរាប់ចូលជាការបង្ហាញនៅហេងឲ្យដឹងដែរទេឬក៏មិនរបៀបថាគាត់លាបផលិតផលមួយវារោលមុខល្មមមុខអេសទៅក្បៅក្រហមអីចឹងអាហ្នឹងក៏ជាសញ្ញាមួយដែលបង្ហាញពីងើហេងឬក៏ជាអ្វីដែលយើងសាងមកខ្លួនឯង បានន័យថាយើងលាបឲ្យប្រតិកម្មតែបងចាអញ្ចឹងក្នុងកំឡុងពេល2ទៅ3ថ្ងៃដែលគាត់កំពុងតែព្យាបាលនេះមួយថ្ងៃហ្នឹងគាត់នឹងមានអារម្មណ៍មួយថាអត់ confident ក្នុងខ្លួនអត់មានភាពជឿជាក់ក្នុងខ្លួនទេអញ្ចឹងការធ្វើការឬមួយក៏ការសម្រេចចិត្តរបស់គាត់រៀងមានភាពស្ទាក់ស្ទើរច្រើនបាទគិតអីរៀងអត់សូវត្រូវដូចថ្ងៃធម្មតាដោយសារតែមនុស្សយើងទម្រង់មុខពេលណាយើង make up ស្អាតពេលណាយើងមានភាពជឿជាក់ក្នុងខ្លួនឯងយើងធ្វើអីទៅលះយើងធ្វើអីទៅត្រូវច្រើនត្រូវទេបងបាទបងអត់ make up សាកចេញ ចា បាទតែបើសំណួរខ្ញុំចង់សួរចេះបើយើងប្រើផលិតផលរបៀបថាអ្នកគ្រូថាការបង្ហាញនៅហេងរបស់យើងចង់នឹងថាល្អឬក៏មិនល្អវាបង្ហាញនៅលើមុខរបៀបថាដូចមានស្នាមជាំស្នាមអីចឹងប៉ុន្តែគាត់ប្រើផលិតផលធ្វើឲ្យជាប់មុខគាត់ហ្នឹងហើយបាទអាហ្នឹងជាការកំណត់បង្ហាញថានៅហេងរបស់យើងមិនល្អហើយឬក៏មិនបាទបញ្ជាក់អំពីភាពស្រស់ថ្លារបស់មុខយើងក្នុងអំឡុងពេលពីឥឡូវទៅរហូតដល់មុខយើងជាមកវិញអរ៉ារបស់យើងធ្លាក់ពេលហ្នឹងបាទចាបើនិយាយទៅគេហៅរាសីធ្លាក់ក្នុងកំឡុងពេលស្រអាប់ហ្នឹងធ្លាក់ឲ្យបាទសម្រាប់ធម្មតាមុខដែលអត់មានប្រតិកម្មអីនៅមុខមានប្រតិកម្មភាពជឿជាក់ខុសគ្នាវាមិនដូចគ្នាចាពេលខ្លះយើងប្រើបាទពេលខ្លះយើងប្រើផលិតផលប្រតិកម្មដោយសារតែរាសីយើងអត់ល្អហ្នឹងហើយដែលជំរុញឲ្យយើងទៅប្រើផលិតផលហ្នឹងហើយវាប្រតិកម្មអញ្ចឹងហ្នឹងខាងប៉ាជួយជាអ្នកកំណត់ហ្នឹងហើយបាទនៅក្នុងនេះទាញត្រឡប់មកវិញបន្តិចសួរថាតើងើហេងអាចដឹងអំពីដំណើរជីវិតឬក៏ដឹងវ័យចរដែលចូលមកក្នុងជីវិតយើងដែរឬក៏អត់នៅក្នុងវិជាប៉ាជឿដឹងតាំងពី1ឆ្នាំ2ឆ្នាំ3ឆ្នាំរហូតទៅដល់រាប់សិបឆ្នាំចុះចំពោះងើហេងវិញដែលគ្មានថ្ងៃខែឆ្នាំកំណើតមានដែរទេមានពី1ឆ្នាំរហូតទៅដល់អាយុរាប់សិបឆ្នាំដូចគ្នាមានវ័យចរប្រចាំឆ្នាំដូចគ្នាមានវ័យចររយៈពេលវែងដូចគ្នាខ្ញុំឧទាហរណ៍ថាវ័យចរនៅចន្លោះអាយុ15ឆ្នាំទៅ30ឆ្នាំវ័យចរនោះនៅលើទម្រង់នៅចំណុចណាគឺនៅលើថ្ងាសគឺនៅលើថ្ងាសបាទហើយចុះបើសិនជាវ័យចរនៅត្រង់ចិញ្ចើមនេះចន្លោះពីអាយុប្រហែល31ដល់34 35យើងចូលមកវ័យចរកន្លែងណាមួយផ្សេងទៀតនៅលើទម្រង់មុខហ្នឹងអញ្ចឹងចំណុចអវិជ្ជមានឬក៏ចំណុចវិជ្ជមាននោះកំណត់អំពីភាពឆ្លាតវៃឬក៏ភាពទៅមុខដោយរលូនឬក៏តាក់នៃបុគ្គលនោះតាមរយៈទម្រង់មុខគាត់ទម្រង់មុខគាត់បែបណាធម្មជាតិនិងវាសនានឹងនាំមកឲ្យគាត់ដែលជាម្ចាស់ទម្រង់បែបនោះទម្រង់មុខបែប A
វាសនានឹងនាំអ្វីដែលពាក់ព័ន្ធដែលម៉ាក AA ហ្នឹងមកដល់គាត់ទាំងអស់បើគាត់រៀបចំល្អគាត់រៀបចំស្អាតនោះកន្លែងនោះក៏ល្អក៏ស្អាតអញ្ចឹងការរៀបចំបែបណាដំណើរជីវិតនឹងនាំបែបនោះនឹងមកដល់ខ្ញុំនិយាយត្រឡប់មកវិញមួយទៀតអ្នកគ្រូគាត់បញ្ជាក់មិញថាចំពោះអ្នកដែលមានបញ្ហាជាមួយនឹងជីវិតគូអញ្ចឹងនៅក្នុងការសិក្សាវិជ្ជាងើហេងនេះបើសិនជាឲ្យល្អិតឲ្យស៊ីជម្រៅដំបូងឡើយគេប្រកាសឲ្យថាមើលលើច្រមុះប៉ុន្តែមិនមែនលើតែច្រមុះមួយទេនៅពេលដែលយើងសិក្សាលំអិតស៊ីជម្រៅកម្រិតវិភាគជ្រៅនោះច្រមុះក៏មើលថ្ងាសក៏មើលថ្ពាល់ក៏មើលព្រោះសិតតែពាក់ព័ន្ធហេតុអីដែលនាំឲ្យមានបញ្ហា error ជីវិតគូ error ដោយសារតែខ្លួនឯង error ដោយសារតែអ្នកពាក់ព័ន្ធនោះជាបងប្អូនឬក៏អ្នកពាក់ព័ន្ធនោះជាមិត្តភ័ក្តិនៅលើងើហេងហ្នឹងប្រាប់ទាំងអស់នោះ error ដោយសារអីហើយ error នៅឆ្នាំណា error ដោយសារកត្តាខ្លួនឯងឬក៏ error ដោយសារបុគ្គលម្នាក់ណាស្រីឬប្រុសបាទនិយាយទៅយើង បានទាំងអស់ បាទយើងដឹងចាំដល់ពេលដែលយើងរៀនលំអិតស៊ីជម្រៅទៅយើងមើលឃើញថាអូចំណុចនេះមកពីនេះដោះដោយវិធីអញ្ចេះទៅដោះដោយវិធីបែបនេះមួយទៅយើងអាចជួយគាត់អាចជួយបានដែរ ពេលដឹងពេលនិយាយជួយខ្ញុំនឹកឃើញគេនិយាយលេងបងប្អូនស្រីៗខ្លះគាត់វ័យរៀងចូល30ជាង70គាត់ភ័យគាត់មានគូគាត់ថាស្អាតប៉ុណ្ណឹងដែរអត់មានអ្នកយកពេលយើងគាត់ឆ្ងល់ មានពេលខ្លះគាត់កែតម្រង់គាត់ខុស ចា កែតម្រង់ខ្ញុំលើកឧទាហរណ៍មួយចុះបើសិនជាគាត់កែតម្រង់គាត់ឲ្យមានខ្ទង់ច្រមុះបែបខ្ពស់ស្រួចហើយគ្មានសាច់គាត់ម្នាក់នោះដែលធ្លាប់តែពីមុនមកមិនមែនជាមនុស្សដែលកែទៅតម្រង់អញ្ចឹងជាមនុស្សដែលមានចិត្តល្អទន់ភ្លន់ជួយជ្រោមជ្រែងគេគ្រប់យ៉ាងប៉ុន្តែពេលដែលគាត់កែឲ្យស្រួចអត់សាច់គាត់នោះលេងចង់ស្ដាប់អ្នកណាជុំវិញខ្លួនហើយគាត់ចង់ឲ្យតែគេនោះស្ដាប់គាត់អ្នកដែលមិនស្ដាប់គាត់ចាត់ទុកថាខុសអញ្ចឹងសួរថាអ្នកនៅជុំវិញគាត់នឹងអាចដំណើរស្របមួយគាត់ទៀតបានទេគាត់ដូររបៀបបាត់ហើយពេលខ្លះកែចំមោះមិនទាន់បានកន្លះឆ្នាំផងបែកបាក់គូហើយសូម្បីតែការជ្រើសរើសជីវិតគូបើសិនជាស្ត្រីម្នាក់នោះគាត់មិនទាន់បានរៀបការនោះឡើយបើសិនជាងើហេងគាត់មិនល្អទាំងណាចំមោះមិនល្អទាំងណាថ្ងាសកម្រិតឬក៏ភាពខ្ពស់ណាស់ដែលគាត់ជ្រើសរើសជីវិតគូប៉ះជីវិតគូដែលគេមានគ្រួសារហើយខ្លាយទៅជាមនុស្សដែលមិនស្របច្បាប់ហើយលាក់បាំងតែម្ដងហើយសួរថាតើដឹងអញ្ចឹងចំណេញអីចំណេញដឹងថាមុននឹងយើងសម្រេចចិត្តបើសិនជាយើងមានຂ្នាតបែបចែកមុននឹងសម្រេចចិត្តត្រូវពិចារណាលើរឿងអីខ្លះសួរថាខ្ញុំអាចជម្រាបបានមួយរបៀបអាច apply ទៅគ្រប់របៀបបានទេអត់ទេលុះតែម្នាក់នោះមានចំណុចខុសៗគ្នាថ្មីត្បិតតានឹងអានេះប៉ុន្តែមានចំណុច support អូខេដោះដោយវិធីនេះដោះដោយវិធីនោះយើងមានវិធីក្នុងការដោះគ្រាន់តែដឹងថាងើហេងនេះណារួមជាមួយនឹងវិជាបាជឺនេះអាចធ្វើឲ្យបុគ្គលម្នាក់ណានោះដើរដំណើរជីវិតស្រួលលឿនរហ័សដល់គោលដៅមុនវិភាគរាសីហើយវិភាគងើហេងហើយហាក់បីដូចមានផែនទីនៅក្នុងដៃអញ្ចឹងដែរដែលអាចទៅដល់គោលដៅនោះលឿនមិនចាំបាច់ឆ្វេងឆ្វាយដូចសម័យមុនបើអត់មានផែនទីទេរកគ្នាកន្លះម៉ោងមិនទាន់ជួបគ្នាផងជួនកាលឆ្លោះគ្នាបាត់ដូរផ្លូវបាត់ទៅអីបាទប៉ុន្តែនៅឥឡូវនេះបច្ចេកវិទ្យាកាន់តែទំនើបព័ត៌មានកាន់តែដឹងច្រើនវិភាគរាសីវិភាគងើហេងទទួលបានផែនទីជីវិតយើងដើរទៅតាមផែនទីនោះយើងដល់គោលដៅលឿនបាទអញ្ចឹងមានលក្ខណៈល្អប្រសើរច្រើនណាស់នៅពេលបច្ចុប្បន្នលោកគ្រូលើកថាស្រីៗនៅពេលដែលមើលងើហេងមកអត់ឲ្យ make up លាបម្សៅអីទេត្រឹមត្រូវអូកាលណាគាត់បាំងត្រូវគិតយូរតិចអីចឹងកាលណាគាត់ make up ទៅគាត់បាំងភាពពិតរបស់គាត់ចាបាត់ទម្រង់របស់គាត់ពីព្រោះងើហេងនៅលើគុណភាពស្បែករបស់គាត់នៅលើទម្រង់របស់គាត់នៅលើការដែលមិនមានអីបន្ថែមបើសិនជាគាត់មានអីបន្ថែមគាត់ត្រូវប្រាប់ចំណុចណាដែលគាត់បានបន្ថែមចំណុចណាដែលគាត់បានជួសជុលហើយអូបាទមើលត្រូវតែ remove make up ចោលអស់ remove ទាំងអស់ធម្មជាតិអញ្ចឹងខ្ញុំត្រូវគិតសិនខ្ញុំគួរដូរគោលការណ៍ជីវិតខ្ញុំអត់ព្រោះគោលការណ៍ជីវិតខ្ញុំគឺ
បរោះដែលមានសំណាងបានមើលមុខខ្ញុំអត់មានមេអត់មានតែស្វាមីខ្ញុំទេអញ្ចឹងលោកគ្រូអត់ទាន់មានសំណាងអញ្ចឹងខ្ញុំព្រោះខ្ញុំត្រូវមើលលោកគ្រូហើយលោកគ្រូជួយបរោះអញ្ចឹងគិតមើលសិន ការដែលយើងមើលយើងទប់ទល់បានណាយើងទប់ទល់បានមិនឧទាហរណ៍បុគ្គលម្នាក់នោះមានចង់និយាយថាគាត់បន្តិចទៀតណាបើសិនជាងើហេងខ្ញុំមើលហើយខ្ញុំដឹងថាអូមិនយូរទេ3សប្តាហ៍ក្រោយឬក៏មួយខែកន្លះក្រោយគាត់នឹងជួបបញ្ហាអីណាមួយពាក់ព័ន្ធនឹងរឿងផ្លូវច្បាប់ មើលឃើញអញ្ចឹងទៀត បើសិនជាគាត់អាចទៅដោះស្រាយចំណុចនេះបានហុងស៊ុយកែបែបចេះបានឬក៏ការដែលគាត់ធ្វើដួងកែវអានោះសំខាន់ចាំបាច់មួយផ្សេងហើយប៉ុន្តែចំណុចផ្សេងបន្ថែមទៀតនោះគាត់កែគាត់ចំណុចនឹងបានណាគាត់ជៀសរឿងនឹងបានហើយបើទោះបីជួបក៏ជួបកម្រិតស្រាលដែរ ចា ហើយពាក់ព័ន្ធនឹងរឿងប្រជ្រុយក៏ដូចគ្នា ខ្ញុំចាំថាថ្ងៃទី1ខ្ញុំមកសម្ភាសការងារជាមួយ Master Nali អ្នកគ្រូជួបខ្ញុំថ្ងៃទី1គាត់ថាសាណាមុខល្អទាំងអស់ប៉ុន្តែសូមទៅកាត់ប្រជ្រុយនឹងចេញព្រោះកំពុងមានមនុស្សចាស់នៅផ្ទះឈឺ ជារឿងពិតនៅលើមុខមាន data ទាំងអស់នោះ ខ្ញុំ2ថ្ងៃក្រោយមកទៅកាត់ភ្លាម បាទទៅកាត់រើសវេលាផងណា ចាពេលនោះអត់ទាន់ចេះតែកាត់ទៅត្រូវឥឡូវនិយាយខ្ញុំជាហើយ បាទ ចា នៅពេលដែល data ទាំងអស់ហ្នឹងយើងមើលទៅយើងដឹងថាអញ្ចឹងបើមិនយកចំណុចអវិជ្ជមាននឹងចេញទេយើងទៅប្រយុទ្ធឯមុខសមរភូមិឯក្រោយហៅយើងមកវិញយើងទៅចង់និយាយថាយើងចេញប្រយុទ្ធការងារខាងក្រៅប៉ុន្តែជាប់កាតព្វកិច្ចការងារខាងក្នុងដោយមិនអាចអខានបាននៅលើទម្រង់មុខមានបច្ចៈព័ត៌មានទាំងអស់ហ្នឹងពេលដែលយើង clear ហ្នឹងចេញកែទម្រង់មួយចំនួនឲ្យមានភាពល្អប្រសើរនោះដំណើរនោះដូររបៀបដូចយើងរៀបចំចាត់ចែងអញ្ចឹងឧទាហរណ៍យើងមានដី10ហិកតាចាបើយើងមិនបានធ្វើអីគ្មានអីប្រែប្រួលទេប៉ុន្តែបើយើងកាត់5ហិកតាទៅជាកន្លែងចាក់សម្រាមនោះធម្មជាតិនឹងនាំរុយធម្មជាតិនឹងឧបដិបទៅជាទឹកកៅឃើញទេអញ្ចឹងយើងរៀបចំធម្មជាតិបែបណាធម្មជាតិនឹងនាំបែបនោះបែបណានោះមករួមដំណើរនៅក្នុងការរៀបចំបែបនោះហើយទម្រង់មុខយើងដូចគ្នាយើងរៀបចំទម្រង់យើងបែបណាធម្មជាតិនឹងនាំបែបណាមកចូលក្នុងដំណើរជីវិតយើងនេះមិនមែនជារឿងអបិយជំនឿទេជារឿងវិទ្យាសាស្ត្រ នឹងមួយទៀតសូម្បីតែមុខយើងក៏អាចបញ្ជាក់ថាយើងនឹងអាចមានជំងឺអីថ្លើមឬក៏តម្រងនោមអីចឹងទៅណាលោកគ្រូមានបាទមានមួយសំណួរចង់សួរទៅកាន់លោកគ្រូនិងអ្នកគ្រូដែរសម្រាប់បងប្អូនរបស់យើងទស្សនាជាមួយកម្មវិធីប្រកាសជាចាប់អារម្មណ៍ចង់មើលងើហេងអញ្ចឹងចង់ដឹងមែនតើថាតើយើងអាចមើលងើហេងមុខបាននៅពេលដែលគាត់មានអាយុប្រហែលទៅឬក៏មិនរើសអាយុទេបាទចំពោះងើហេងចង់និយាយថាបើយើងចង់មើលឲ្យបានយូរតទៅមុខណារាប់ចាប់ពីពេលដែលគាត់ឈប់ប្រែប្រួលទម្រង់គាត់ទៅមានន័យថាការលូតលាស់របស់គាត់ត្រូវបានបញ្ចប់ត្រឹមការលូតលាស់កម្ពស់ឬក៏ទំហំណាបាទទំហំជាងនឹងគួរចាប់ផ្ដើមធ្វើការវិភាគងើហេងហើយគួរធ្វើការវិភាគរាសីហើយកុំបណ្ដោយជីវិតឲ្យចាំជួបបញ្ហាហើយចាំមកគិតគូរខាតពេលណាកុំធ្វើអញ្ចឹងយើងរកផែនទីដើម្បីដើរល្អជាជាងយើងរាវចាព្រោះយើងរាវមិនដឹងឲ្យយើងរាវទៅមុខទៅត្រូវយន្តកាលទៅនៅឯក្រោយណោះអញ្ចឹងអត់បានទេខ្ញុំមានចម្ងល់បន្តិចមានសំណួរខ្លីបន្តិចចង់ឲ្យលោកគ្រូស្រាយចម្ងល់នឹងដែរពីដើមបាទគេតែងតែថាការមើលនៅទម្រង់មុខក្មេងនៅពេលដែលកើតឡើងយើងអាចដាក់ឈ្មោះរបៀបថាឲ្យគាត់មានសំណាងបានហ្នឹងជារឿងពិតឬមិនដែរលោកគ្រូជាក្បួនមួយបន្ថែមផ្សេងទៀតទេជាការផ្សំគុំដើម្បីឲ្យកាន់តែល្អជំនឿតាមភូមិយើងបាទជួនកាលការដាក់ឈ្មោះនេះអាស្រ័យទៅលើថ្ងៃខែឆ្នាំកំណើតគាត់ធាតុត្រូវការធាតុអីអញ្ចឹងដាក់ឈ្មោះឲ្យត្រូវនឹងធាតុត្រូវការនឹងថែមទៀតទៅក៏កាន់ឲ្យទៅទ្វេដងថែមទៀតឧទាហរណ៍ធាតុគាត់ត្រូវការធាតុទឹកអញ្ចឹងគាត់ដាក់គាត់ឈ្មោះគង្គីអញ្ចឹងឬក៏ស្អីដែលពាក់ព័ន្ធនឹងរឿងទឹកអញ្ចឹងទៅឬក៏ពាក់ព័ន្ធនឹងពណ៌ណាដែលជាពណ៌ធាតុទឹកអញ្ចឹងទៅបាទអញ្ចឹងហុងស៊ុយប៉ាជឿរាសីហើយនឹងងើហេងមុខដើរទន្ទឹមគ្នាបើសិនជាបានវិភាគទាំងងើហេងមុខហើយនឹងប៉ាជឿទៀតកាន់តែលំអិតពិសេសចាអញ្ចឹងគួរតែតម្រង់ទិសដៅខ្លួនឯងឲ្យដឹងថាដើរទៅនឹងដើរឲ្យត្រូវហ្មងដូចលោកគ្រូមានប្រសាសន៍អញ្ចឹងបើជ្រុលជាទៅឲ្យទៅឲ្យត្រូវចាឲ្យត្រូវតាមក្បួនខ្នាតហើយបើជ្រុលជាចេះឬគ្រូជំនាញលើវិជ្ជាហុងស៊ុយឬក៏អានមុខយើងងើហេងយើងគួរ
ប្រយ័ត្នប្រយែងនៅក្នុងការជ្រើសរើសដែររើសត្រូវជីវិតយើងផ្លាស់ប្ដូរកាន់តែល្អរើសអត់ត្រូវអស់តែលុយអត់ប្រយោជន៍អត់បានផលចាអរគុណលោកគ្រូអ្នកគ្រូទាំងពីរសម្រាប់ការបកស្រាយនៅក្នុងសប្តាហ៍នេះនិងអរគុណដល់ទូតទស្សនិកជនប្រិយមិត្តទាំងអស់គ្នាដែលជាអ្នកគ្រប់គ្រងកម្មវិធីរបស់យើងចាពីក្រុមការងារទាំងអស់ជូនពរពុកម៉ែបងប្អូនមានសុភមង្គលគ្រប់ក្រុមគ្រួសារជួបគ្នានៅសប្តាហ៍ក្រោយរាត្រីសួស្តី